ស្ដីអ្នកទាំងអស់គ្នាបន្ទាប់ពីខ្ញុំខាន់ចេញវីដេអូរយៈពេលពី3ថ្ងៃមកខ្ញុំពិតជានឹកអ្នកទាំងអស់គ្នាមែនទែនឥឡូវនេះខ្ញុំក៏បានមកលេងនៅเกม mode ថ្មីមួយទៀតតែវគ្គនេះខ្ញុំលេង survival តែម្នាក់ឯងកន្លែងនេះអ្នកទាំងអស់គ្នាប្រហែលជាធ្លាប់ស្គាល់ព្រោះវាជាតំបន់មួយដែលកម្រយើងមិនងាយរកឃើញនោះទេខ្ញុំក៏បានរៀបនៅអីវ៉ាន់ខ្លះនិងបានក្រាស់នៅធួលដើម្បីប្រើប្រាស់យើងក៏បានចុះទៅខាងក្រោមដីហើយអ្នកទាំងអស់គ្នាអាចនឹងឃើញអ្វីដែលប្លែកអ្នកទាំងអស់គ្នាប្រហែលជាបានឃើញហើយនៅខាងមុខគឺ villager មួយ zombie និង villager មួយមិនមែនជា zombie ខ្ញុំបានព្យាបាលវាបន្តិចទៀតរួចវានឹងអាចនឹងកើតជា villager ធម្មតាយើងក៏បានមកជីកខូលនិងដីខ្លះដើម្បីយកមកដុតធ្វើជាធួលប្រើប្រាស់ផ្សេងទៅមកយើងក៏បានមកមើល villager យើងដែរយើងព្យាបាលរួចយើងក៏ចុចមើលតែវាសិតតែទិញរបស់ដែលយើងមិនងាយរកបានកន្លែងនេះខ្ញុំបាន clear ថ្មខ្លះនិងដាក់ថយខ្ញុំក៏បានឡើងទៅខាងលើវិញបន្ទាប់មកយើងក៏បានដេក skip មួយយប់មកហើយយើងនឹងមានបំណងថានឹងចង់ធ្វើអ្វីផ្សេងទៀតដែករបស់យើងក៏បានដុតបានខ្លះដែរយើងដើម្បីយកមកធ្វើជាធួលផ្សេងហើយយើងនឹងជួបគ្នានៅរាល់វីដេអូដែលខ្ញុំបានធ្វើវីដេអូនេះជាអេពីសូតទី1តទៅពីដុតដែករួចខ្ញុំក៏បានដុតសាច់ត្រីម្ដងយើងពិតជាឃ្លានហើយយើងខ្វះស្បៀងច្រើនមែនទែនដើម្បីយកមកដុតគោលបំណងខ្ញុំអាចនឹងចង់កែកុនផ្ទះខាងមុខឥឡូវយើងក៏បានមកមើលដីខាងមុខផ្ទះថាវាស្រឡះច្រើនរហៀវមែនទែនយើងក៏បានដើរមើលខ្លះដែរកុំឲ្យអបសុកពេកយើងលេងយូរដែរឥឡូវនេះខ្ញុំក៏បានមកកាប់ដើមឈើដើម្បីយកទៅប្រើប្រាស់ក្នុងដំណើរការផ្សេងយើងពិតជាត្រូវការឈើច្រើនដើម្បីយកទៅសង់ផ្ទះយកទៅផលិតអ្វីផ្សេងទៀតខ្ញុំបានកាប់ឈើរាំងច្រើនដែរព្រោះជាតម្រូវការមួយដែលត្រូវការឈើច្រើនក្នុងការយកមកផ្គត់ផ្គង់បន្ទាប់ពីកាត់ឈើរួចខ្ញុំក៏បានឃើញ stone និងឃើញ coal ខ្លះដើម្បីកាប់យកមកប្រើប្រាស់ព្រោះយើងពិតជាត្រូវការវាមែនជាចាំបាច់យើងដើម្បីរកស្រូវខ្ញុំក៏បានមកកាប់យកស្មៅខ្លះដើម្បីឲ្យវាចេញជាគ្រាប់ស្រូវមើលទៅខ្ញុំដើរកាប់រៀងយូរដែរទ្រាំតែបានគ្រាប់ស្រូវមួយខ្ញុំក៏បានចូលទៅក្នុងព្រៃក៏បានឃើញសត្វជ្រូកពីរក្បាលក៏បានកាប់វាយកសាច់ដើម្បីយកធ្វើជាអាហាររបស់យើងជ្រូកនេះនៅតំបន់នេះវារាងពើខុសប្លែកពីជ្រូកនៅតំបន់ផ្សេងឥឡូវនេះយើងក៏បានដើរមកឃើញដើមអំពៅប្រហែល3ដើមដែរខ្ញុំក៏បានទៅរើសដែលវាដឹងកាត់អីនៅតំបន់នេះទឹកជាតំបន់ទឹកកកផងវាអត់សូវជាមានវាងាប់អស់ច្រើនណាស់ខ្ញុំក៏បានកាប់គោហើយក៏បានចូលនៅក្នុងខែមួយខែនេះរាងធំដែរតែខ្ញុំពិតជាមានអារម្មណ៍ថាខ្លាចមែនទេឈាមសល់តែ2កម្មផងដល់ធ្វើម៉េចយើងក៏បានឃើញខូលនិងឃើញខ្ជុងរាងច្រើនដែរក៏បានចូលទៅម៉ាញយកតម្ដងអត់ខ្វល់អីទាំងអស់សំខាន់គឺយើងជាតម្រូវការរបស់យើងចាំបាច់បន្ទាប់ពីកាប់រាងបានច្រើនក្រុមខ្ញុំក៏លុយសិលសំពីផង
មានរងថាភ័យខ្លាចមែនទេយើងក៏បានស៊ីផ្លែឈើរីខ្លះក៏បានកាប់យកផ្លែឈើនៅក្នុងខេវនេះខ្លះដើម្បីយកមកធ្វើជាហាត់របស់យើងខ្ញុំក៏បានកាប់យកដែកនិងខ្ជុំខ្លះផងដែរកន្លែងនេះវាមិនដឹងជាស្អីសំប៊ីមកពីណាវាយមកឥឡូវខ្ញុំក៏បានត្រឡប់មកដល់ផ្ទះវិញក៏បានដាក់ដុតដែកយើងមាញ់រកបានរៀងច្រើនដែរសម្រាប់យកមកធ្វើប្រើប្រាស់ផ្សេងនៅខាងមុខផ្ទះខ្ញុំក៏បានឃ្លាព្រិលចេញដើម្បីដាំ cherry ឥឡូវខ្ញុំក៏បានមកមើលដែកដែលយើងបានដុតរួចខ្ញុំក៏បានរកមើលធួផ្សេងដែលខ្ញុំថាចង់ធ្វើវាយើងក៏បានធ្វើធុងទឹកមួយហើយគោលបំណងយើងដែកនេះរៀងតិចដែរយើងមិនដឹងថាចង់ធ្វើអីវាជំរើសច្រើនចង់ធ្វើនេះចង់ធ្វើនោះប៉ុន្តែវាមានលក្ខខណ្ឌតិចណាស់ដែលយើងត្រូវការយើងក៏បានរៀបអីវ៉ាន់ក្នុងខ្លួនខ្លះហើយក៏បានចេញទៅមកខាងក្រៅប៉ុន្តែយើងមិនដឹងថាគួរធ្វើអ្វីទៀតខ្ញុំក៏បានធ្វើប៉ែលមួយដើម្បីទៅរកជីកដីនៅខាងក្រោយផ្ទះផងបន្ទាប់ពីជីកដីរួចយើងក៏បានយកធុងទឹកយកមកដងទឹកបើយកទៅដាក់កន្លែងដាំដំណាំយើងលើបន្ទាប់ពីដងទឹករួចខ្ញុំក៏បានមកជីកយកខ្សាច់រៀងច្រើនដែរខ្ញុំក៏បានកែកនផ្ទះខ្លះមើលផ្ទះទៅវាដូចជាអត់ទាន់សម័យនឹងគេសោះខ្ញុំក៏បានកាប់វាប្រឡោះខ្លះខ្ញុំក៏បានមកម៉ាញថ្មនិងធ្វើកន្លែងខ្លះដើម្បីយកកន្លែងនេះធ្វើជាកន្លែងដាំដំណាំរបស់យើងខ្ញុំបានក៏មកម៉ាញថ្មខាងក្រោមដើម្បីដាក់ប្លុកដីតទៅមកទៀតខ្ញុំក៏បានដាក់ដីបំពេញកន្លែងនេះផងបន្ទាប់ពីដាក់ដីរួចនិងម៉ាញដីខាងលើបន្តិចបន្តួចយើងក៏បានដាក់ទឹកហើយក៏បានជំរះដីដើម្បីយើងដាំដំណាំផងដែរឥឡូវនេះខ្ញុំក៏បានមកកែកុនខាងក្រោយផ្ទះនិងខាងមុខផ្ទះជុំវិញផ្ទះខ្លះដើម្បីយើងធ្វើឲ្យផ្ទះយើងវារាងស្អាតជាងមុនបន្ថែមកុំឲ្យមើលទៅវាសាមញ្ញពេកមេចាប់ដើមយប់ហើយខ្ញុំក៏បានចូលមកដេក skip មួយយប់ផងទៅមកខ្ញុំក៏បានមករៀបថ្មផ្ទះផងដែរព្រោះយើងត្រូវការចំណាយពេលច្រើនដើម្បីយកមកធ្វើផ្ទះហើយក៏បានចូលមកសម្អាតព្រិលនិង clear អ្វីដែលទៅក្នុងផ្ទះខ្លះតទៅមកខ្ញុំក៏បានរៀបប្លុកឈើនៅក្នុងផ្ទះដើម្បីឲ្យវាមើលស្អាតជាងមុនបន្ទាប់ពីយើងរៀបចំផ្ទះខាងក្នុងរួចយើងក៏បានដើរចេញមកខាងក្រៅហើយយើងក៏បានមើលអីវ៉ាន់ខ្លះដែលវាមិនមានប្រយោជន៍អីយើងក៏រៀបទ្វារមើលទៅទ្វារយើងកងតាក់វារៀងដំណើរការដែរយើងក៏មកខាងក្រៅដើម្បីមកសម្អាតខាងក្រៅផ្ទះម្ដង
ឥឡូវនេះទេខ្ញុំក៏បានធ្វើរួចជាស្ថាពរហើយយើងក៏បានមករៀបចំអីវ៉ាន់ខ្លះៗនៅក្នុងផ្ទះដើម្បីឲ្យវាមើលទៅងាយស្រួលប្រើប្រាស់ផ្សេងៗយើងក៏បានចុះទៅខាងក្រោមដើម្បីដាំស្រូវយើងមាន4គុម្ពប៉ុណ្ណេះឯងតបមកនេះជាវីដេអូនេះទីចុងក្រោយហើយខ្ញុំពិតជាអរគុណអ្នកទាំងអស់គ្នាបាយបាយ